ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកបន្តអំពីសៀវភៅដែលមានចំណងជើងថាបណ្ឌិតសភាយោធាអាមេរិកដែលនិយាយអំពីសេចក្តីផ្ដើមសំណាងដែលធ្លាប់បានដើរតួជាគ្រូបង្រៀនមុខវិជ្ជាភាពជាអ្នកដឹកនាំនៅបណ្ឌិតសភាយោធាអាមេរិកហើយខ្ញុំធ្លាប់បានអង្គុយក្រេបជញ្ជក់ចំណេះដឹងក្នុងនាមជាសិស្សនីតិហ៊ានម្នាក់នៅទីនេះទៀតផងវគ្គសិក្សាស្ដីពីភាពជាអ្នកដឹកនាំនេះបានធ្វើឲ្យខ្ញុំមើលឃើញយ៉ាងច្បាស់ថាតើមនុស្សរំពឹងទុកអ្វីខ្លះពីអ្នកដឹកនាំម្នាក់និងបានយល់ច្បាស់ពីរបៀបថាតើត្រូវធ្វើដូចម្តេចទើបអាចថែរក្សាទំនុកចិត្តកុំឲ្យមនុស្សនៅជុំវិញខ្លួនត្រូវខកបំណងនៅពេលបន្តិចទៀតនេះខ្ញុំនឹងរៀបរាប់លម្អិតអំពីមេរៀនមានតម្លៃមួយនេះសម្រាប់អ្នកដែលឈរមើលពីក្រៅឬមិនសូវយល់ច្បាស់ពីសាច់ការផ្នែកខ្លះនៃវគ្គសិក្សានេះអាចនឹងស្ដាប់ទៅហាក់ដូចជាការស្រមើស្រមៃក្នុងរឿងព្រេងនិទានឬប្រៀបបាននឹងពេលដែលជនជាតិលោកខាងលិចព្យាយាមស្វែងយល់ពីគម្ពីរពិជ័យសង្គ្រាមសាបូរ៉ៃជប៉ុនក្បួនចម្បាំងទាំង5យ៉ាងដូចនេះចំពោះអ្នកដឹកនាំក្រុមហ៊ុនមួយចំនួនអាចនឹងយល់ច្រឡំថាបណ្ដុំនៃច្បាប់វិន័យនិងប្រព័ន្ធឋានានុក្រមយ៉ាងតឹងរ៉ឹងរបស់បណ្ឌិតសភាយោធាគឺជារឿងដែលហួសសម័យកាលទៅហើយប៉ុន្តែសម្រាប់អ្នកដឹកនាំដែលដកដាលចេញពីឋានាបណ្ឌិតសភាយោធារមែងយល់យ៉ាងច្បាស់អំពីកតវិជ្ជាមួយដែលមើលទៅហាក់ដូចជាផ្ទុយគ្នាស្រឡះតែជាការពិតត្រឹមត្រូវមួយគឺច្បាប់វិន័យជាពិសេសវិន័យរបស់អ្នកដឹកនាំគឺជាអ្នកកសាងនៅវេទិការឹងមាំមួយដែលអនុញ្ញាតឲ្យស្មារតីផ្ដួចផ្ដើមស្មារតីស្មោះស្ម័គ្របព្វពួកនិងកិច្ចសហប្រតិបត្តិការរវាងបុគ្គលខ្លាំងៗអាចបញ្ចេញសមត្ថភាពរបស់ខ្លួនបានយ៉ាងពេញលេញខ្ញុំសូមលើកឧទាហរណ៍មួយមកបង្ហាញត្រឡប់ទៅរដូវកាលនៃឆ្នាំ1966គឺជាពេលដែលខ្ញុំត្រៀមខ្លួនបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាគ្រាកាលនោះខ្ញុំបានសម្រេចចិត្តយ៉ាងមុតមាំថានឹងស្ម័គ្រចិត្តទៅបំពេញបេសកកម្មជាមេបញ្ជាការដំបូងនៅលើសមរភូមិប្រទេសវៀតណាមតាមពិតទៅខ្ញុំមានជម្រើសអាចមិនទៅសមរភូមិភ្លាមៗហើយទទួលយកការចាត់តាំងនៅកន្លែងផ្សេងបានប៉ុន្តែការសម្រេចចិត្តនេះបានបង្កើតព្យុះភ្លៀងក្នុងចិត្តមិនតិចទេព្រោះបេះដូងខ្ញុំពោរពេញទៅដោយការអាឡោះអាល័យចំពោះគូដណ្ដឹងថ្មីថ្មោងរបស់ខ្ញុំជាខ្លាំងទោះបីជាយ៉ាងណាក៏ដោយខ្ញុំបានរកឃើញចម្លើយមួយនៅក្នុងខ្លួនឯងថាខ្ញុំបានចំណាយពេល4ឆ្នាំរៀនពីរបៀបដឹកនាំតើវាលប្រយុទ្ធដែលកំពុងមានភ្លើងសង្គ្រាមកំពុងឆាបឆេះមិនមែនជាសមរភូមិល្អបំផុតសម្រាប់សាកល្បងសមត្ថភាពដឹកនាំរបស់ខ្ញុំទេឬទីបំផុតខ្ញុំត្រូវបានចាត់តាំងឲ្យទៅដឹកនាំកងអនុសេនាតូចមួយដែលកំពុងទទួលបន្ទុកសាងសង់ផ្លូវនៅឈូងសមុទ្រកាមរ៉ាញ់អរគុណជួបគ្នានៅវីដេអូក្រោយ